បាទគ្រប់នឹងជំរាបសួរបងប្អូនជាកសិករដែលនិយមដាំចន្ទីនៅក្នុងប្រទេសកម្ពុជាយើងបាទវីដេអូនេះដែរចង់ចែកលេខអត្ថប្រយោជន៍ការដាំចន្ទី5គុណនឹង9បងប្អូនតើអត្ថប្រយោជន៍បងប្អូន5គុណ9យើងអាចទទួលផលបានក្នុងមួយហាត់ចន្លោះពី4ទៅ5តោនចន្ទីអាយុ5ទៅ6ឆ្នាំបងប្អូនហើយគម្លាតដើមមួយទៅដើមមួយគឺ5ម៉ែត្រនិង5ម៉ែត្រអញ្ចឹងយើងអាចចំណេញក្នុងពេលវេលាក្នុងការបាញ់ស្មៅហើយចន្លោះកណាលយើងអាចដាំដលងបានបងប្អូនយើងទទួលផលរំលងហើយបានផលទឹងចន្ទីដែរបងប្អូនបាទដូចជាចន្ទីខ្ញុំជាក់ស្ដែងគឺដាំ5គុណ9បងប្អូនដែលមានដីតិចបងប្អូនអាចសាកវិធីនេះបានបាទចំណេញដីហើយទទួលបានទិន្នផលច្រើនមិនសូវចំណាយក្នុងការបាញ់ស្មៅបងប្អូនបាទបងប្អូនមើលទស្សនវិជ្ជាជាក់ស្ដែងទៅស្មៅមិនងាយឡើងដោយសារតែចន្លោះមួយដើមទៅមួយដើមគឺគម្លាតគ្នាឆ្ងាយបងប្អូនអាចប្រើវិធីនេះបានហើយក្នុងមហត្តាបងប្អូនដីនេះមកមហត្តាចិត្តខ្ញុំចំណាយដើមអស់530ដើមបាទយើងដាំបានច្រើនបងប្អូនក្នុងមួយហាត់យើងដាំបានរហូតដល់530ដើមបងប្អូនអរគុណបាយបាយ